នៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រក្នុងការ upload save file ចូលក្នុង Google Earth Engine អ្នកនរគ្នាអាចឃើញជា area of interest ឬ AOI ដូចខ្ញុំបានអញ្ចឹងជា grid នេះគឺខ្ញុំ upload ចូលអញ្ចឹងតើធ្វើម៉េចដើម្បីបានជា grid upload ចូលនៅក្នុងនេះអញ្ចឹងនៅក្នុងផ្នែកខាងលើនេះយើងមើលកន្លែង access នេះគឺជាកន្លែងដែលយើងសម្រាប់ upload save file ចូលអញ្ចឹងយើងចុចកន្លែង new នេះហើយយើងមើលកន្លែង table upload អញ្ចឹងជា save file គឺខ្ញុំ upload គឺខ្ញុំប្រភេទ save file នេះវិធីសាស្ត្រក្នុងការ upload យើងអាច upload បានច្រើនប្រភេទ file អញ្ចឹងកន្លែងនេះយើងយកពាក្យ select ហើយ select នេះគឺខ្ញុំទៅរកទិន្នន័យដែលខ្ញុំបានសាទុកអញ្ចឹងគឺខ្ញុំយកកន្លែង LWS នេះហើយខ្ញុំ upload ចូលអញ្ចឹង upload វាមាន SHP SHX DBF PRG អញ្ចឹង4នេះគឺខ្ញុំ upload ចូលតមកទៀតគឺខ្ញុំចុចកន្លែងពី upload សូមបញ្ជាក់ save file គឺដាច់ខាតគឺអត់ត្រូវមានសរសេរដក clear ទេប្រើ underscore បានអញ្ចឹងនៅពេលដែលយើង upload ចូលវានឹង load កន្លែង test នេះពណ៌លឿងហើយយើងមើលនៅផ្នែកអញ្ចឹងវាប្រាប់ថាលំផាត់ upload អញ្ចឹងវាកំពុង upload ហើយវាដាក់ជាឈ្មោះ project របស់យើងនេះគឺជា username របស់ GE របស់ខ្ញុំនៅផ្នែកខាងលើនេះហើយ access ហើយលំផាត់អញ្ចឹងអ្នកគ្នារហូតរងចាំរហូតដល់វាដើរហើយគូសញ្ញា Chris អូខេបន្ទាប់ពីអ្នកគ្នារងចាំប្រហែលជាមួយឬក៏2នាទីវាដល់ពេញហើយយើងចូលមកផ្នែកអញ្ចឹងនៅក្នុងផ្នែក asset នេះគឺនៅពេលដែលយើង upload មកដំបូងវាអត់ឃើញស្វ័យត្បិតទៅខាងនេះ Chris ហើយក៏វាអត់ទាន់អញ្ចឹងយើងយកកន្លែងពាក្យ add project នេះយើង scroll ទៅក្រោមយើងរកពាក្យលំផាត់អញ្ចឹងយើង double click 2ដងហើយយើងចុចពាក្យ select អញ្ចឹងឃើញលំផាត់វានឹង load ចូលមកអញ្ចឹងយើងចុចលើវាទៅវានឹងមានព័ត៌មានមួយចំនួននៅក្នុងលំផាត់អញ្ចឹងរងចាំវាបន្តិចអញ្ចឹងព័ត៌មានទាំងអស់នោះវានឹងប្រាប់យើងនៅក្នុង feature នេះអញ្ចឹងវាមាន area វាមានឈ្មោះវាមានអីចឹងទៅជាប្រភេទរបស់វាជា string ជាអីជា float អញ្ចឹងខ្ញុំ close នៅផ្នែកខាងនេះបើយើងចង់ upload ទិន្នន័យដែលយើង upload ចូលមិញចូលមកអញ្ចឹងយើងគ្រាន់តែចូលកន្លែង asset នេះមកចូលកន្លែងលំផាត់នេះមកហើយ copy script នេះមក copy code នេះមកហើយយកមក paste ចូលកន្លែង project នេះអញ្ចឹងអាច run អញ្ចឹង code នេះខ្ញុំបិទចោលនៅពេលនោះនឹងលំផាត់ទាំងមូលនឹងបាន upload ចូលនៅក្នុងទិន្នន័យរបស់យើងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹងអរគុណ